រដ្ឋាភិបាលថៃមកក្រាស់ឈ្មោះថៃខ្លាយជីចោលួចនាំចូលប្រេងឥន្ធនៈតាមច្រកសមុទ្រក្នុងដែនទឹកកម្ពុជាត្រូវកម្លាំងកម្ពុជាបណ្ដេញការបិទច្រកព្រំដែននិងបិទការនាំចូលប្រេងឥន្ធនៈអូស្មန်ហ្គាសរបស់កម្ពុជាឆ្លើយតបទៅនឹងទង្វើដោយឯកតោភាគីនិងការគំរាមរបស់ថៃកំពុងធ្វើឲ្យឈ្មោះថៃមួយចំនួនធំទាំងតូចទាំងធំកំពុងលវិញមុខខាតបង់លងចង់បើអ្នករកស៊ីតូចតាចវិញរហូតឈានដល់ការធ្វើអត្តឃាតទៅទៀតឥឡូវនេះការលួចនាំចូលទំនិញរបស់ថៃមកក្នុងទីផ្សាររបស់កម្ពុជាបានคล้ายទៅជាពួកចោរទៅហើយនាំតាមផ្លូវគោកស្របច្បាប់អត់កើតទេក៏លួចនាំចូលតាមច្រកសមុទ្រនេះហើយថៃមកក្រាស់ឲ្យគេឌាថាជាចោរជាក់ស្ដែងកងទ័ពជើងទឹកកម្ពុជាបានបណ្ដេញកប៉ាល់ដឹកប្រេងឥន្ធនៈថៃមួយគ្រឿងឈ្មោះចេតនាបូឌីសិកដែលបានលួចចូលមកក្នុងដែនទឹកកម្ពុជាក្នុងភូមិសាស្ត្រខេត្តព្រះសីហនុកាលពីថ្ងៃទី27 ខែមិថុនាឆ្នាំ2025នេះជាការអនុវត្តវិធានការមើងម៉ាត់ដែលរដ្ឋាភិបាលកម្ពុជាសម្រេចបិទការនាំចូលប្រេងឥន្ធនៈអូស្មန်ហ្គាសពីថៃអូនគឺជាបុគ្គលលេខ2ចាបុគ្គលលេខ2បើយើងមើលមកក្នុងនេះវាគ្រាន់តែសាមញ្ញទេចាយើងសាមញ្ញវាលំបាកនៅក្នុងការសម្រេចចិត្តអវិជ្ជមានយើងសម្រាប់បងប្អូនដែលមិនទាន់ស្គាល់ខ្លួនឯងច្បាស់រកស៊ីមានបញ្ហានឹងការធ្វើការជាមួយអ្នកដទៃមិនចុះសម្រុងគ្នានិងចង់អភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនអាចធ្វើការគុនគូជាមួយនឹងលោកជំទាវផ្ទាល់តាមក្បួន Napoleon Hill លោកអ្នកនឹងទទួលបានដឹងអំពីការតម្រង់ផ្លូវជីវិតប្រាប់ពីអត្តចរិតនិងកែប្រែឧបនិស្ស័យរបស់អ្នករោគជំងឺដែលត្រូវប្រយ័ត្ននិងជំងឺដំណពូជធាតុដែលខ្វះពណ៌ដែលត្រូវប្រើលើករិស័យមុខរបរដែលស័ក្តិសមនិងធាតុកំណើតរបស់លោកអ្នក